បាទមានលពូម្នាក់គាត់សួរតាក់ទងជាមួយបញ្ហាគាត់ឈឺចុងខ្នងផ្នែកខាងក្រោមហើយគាត់ឈឺគាត់រាលមួយជើងផ្នែកខាងស្ដាំម្ដងមកកាលចាក់ញយដូចមានអារម្មណ៍ថាដូចព្រឹងឆក់មកឈោចអញ្ចឹងណាអញ្ចឹងទៅគាត់សួរថាអាការៈបែបហ្នឹងគឺអាចមកពីអីអាការៈដូចត្រង់របស់គាត់គឺអាចតាក់ទងជាមួយនឹងបញ្ហាលៀនឆ្អឹងខ្នងដែលវាទៅគៀបជាមួយនឹងសរសៃឆ្អឹងខ្នងដែលវាលៀនហើយវាទៅបុកជាមួយនឹងសរសៃឆ្អឹងខ្នងដែលធ្វើឲ្យសរសៃឆ្អឹងខ្នងហ្នឹងវាអាចមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីមកចិញ្ចឹមផ្នែកខាងក្រោមឧទាហរណ៍ដូចផ្នែកជើងស្ដាំរបស់គាត់អញ្ចឹងនៅពេលដែលចិញ្ចឹមមកដល់ទៅវាអាចធ្វើឲ្យជើងរបស់គាត់ហ្នឹងអាចស្ពឹកអាចនឹងមានអារម្មណ៍ដូចចាក់ញយមានអារម្មណ៍ដូចជាងឈៀបដូចមានអារម្មណ៍ថាឆក់អីអញ្ចឹងណាអាហ្នឹងអាចទាក់ទងជាមួយនឹងបញ្ហាគៀបសរសៃឆ្អឹងខ្នងគៀបសរសៃឆ្កេះផ្នែកខាងក្រោមណាឆ្អឹងខ្នងខាងក្រោមអញ្ចឹងទៅហើយសម្រាប់ការព្យាបាលវិញបច្ចុប្បន្នគឺគេមាន3វិធីក្នុងការព្យាបាលសូមអត់រាប់បញ្ចូលទាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំទេបើសិនជារាប់ទាក់ទងការប្រើប្រាស់ថ្នាំអានឹងមហាត់ប្រាណចូល5បើសិនជាកម្រិតដំបូងគេអាចនឹងឲ្យអ្នកជំងឺនឹងប្រើថ្នាំបាត់ឈឺចាប់ហ្នឹងទី1ហើយត្រូវផ្លាស់ប្ដូរអរិយាប័ត្រប្រចាំថ្ងៃទី2អាចប្រើថ្នាំបាត់ឈឺចាប់ហើយអាចទៅធ្វើលំហាត់ប្រាណទៅធ្វើចលនាបាត់ប្រាណទៅហែលទឹកទៅពយុងខ្លួនអីអញ្ចឹងណាអាហ្នឹងវិធីទី2ហើយវិធីទី3ទី4ទី5ហ្នឹងទី3ហ្នឹងគឺទាក់ទងជាមួយនឹងការបាញ់ការដុតណាគឺគេអត់ចាំបាច់ពាសកាទេគឺគេបាញ់ចោះទៀតគឺគេគ្រាន់តែប្រើរលកកម្ដៅហ្នឹងដើម្បីទៅដុតអាដុំឌីសហ្នឹងណាដុំខ្លាញ់កង់ប៉ឌីសហ្នឹងឲ្យវាស្អិតតូចជាងមុនទៅកុំឲ្យវាមកវាលៀនមកស្គាត់លើប្រព័ន្ធប្រសាទហ្នឹងទៀតអាហ្នឹងវិធីហ្នឹងគឺមិនគេងក្នុងទីពេទ្យក៏បានដែរប៉ុន្តែដោយទីពេទ្យខ្លះគេឲ្យគេងមួយយប់អញ្ចឹងណាហើយអត់មានការលក្ខណៈថាយើងព្រួយបារម្ភច្រើនអត់ខ្លាចមុខកម្រិតអត់ខ្លាចអីវិធីហ្នឹងគឺល្អសម្រាប់អ្នកខ្លាចមុខកម្រិតហើយវិធីទី4ហ្នឹងគឺទាក់ទងជាមួយនឹងការចោះវះកាត់ដោយប្រើការចោះណាគឺគេគ្រាន់តែចោះតូចខ្ទង់ប្រហែលជាប្រព័ន្ធចុងបិចហើយគេចោះហើយគេទៅច្រឹបស្គីលជែលកង់នៃឌីសហ្នឹងណាកង់នៃឌីសហ្នឹងណាស្គីលចេញកុំឲ្យវាស្គាត់ប្រព័ន្ធប្រសាទទៅគឺវាជាការព្យាបាលមួយរួចរាល់ទៅហើយអាហ្នឹងព្យាបាលមួយហ្នឹងគឺល្អតែសួរថាព្យាបាលហើយវាអាចត្រឡប់មកវិញតែអត់ទាក់ទងជាមួយអាការៈគឺអាចនឹងមានឱកាសប៉ុន្តែគ្រាន់តែអាកង់ដែលយើងព្យាបាលហ្នឹងគឺឱកាសវាត្រឡប់មកវិញគឺទាបមែនទែនតាំងពីខ្ញុំមើលអ្នកជំងឺមកដែលមាន case ណាដែលវិលត្រឡប់មកវិញអញ្ចឹងណាហើយវិធីចុងក្រោយមួយទៀតគឺការវះកាត់បើសិនជាគាត់មានបញ្ហាឌីហើយឆ្អឹងរបស់គាត់ពុកឆ្អឹងរបស់គាត់ខ្សោយឆ្អឹងខ្នងរបស់គាត់ខ្សោយទៀតអាហ្នឹងពេទ្យគេណែនាំឲ្យវះកាត់បើកមុខរបួសហើយគេដាក់ដែកបើឆ្អឹងកងមួយកងរបស់យើងហ្នឹងទៅការដាក់ដែកជួយបើមិនដាក់ដែកជួយទេទៅបើទៅវះកាត់ឌីសដែលលៀនចេញហ្នឹងមកហើយប៉ុន្តែគាត់អាចមានហានិភ័យជាមួយនឹងការបាក់ឆ្អឹងខ្នងនៅពេលដែលគាត់ដួលប៉ះទង្គិចអីមួយទៅវាមានហានិភ័យខ្ពស់មែនទែនប៉ុន្តែអាហ្នឹងវាច្រើនមនុស្សចាស់ជរាដែលគាត់ខ្វះវីតាមីន D ឬមួយឆ្អឹងគាត់មានបញ្ហាអីហ្នឹងគេចាំគេណែនាំឲ្យដាក់ដែកហើយវិធីបែបហ្នឹងកម្រនឹងជួបមួយឆ្នាំអាចជួបតែម្នាក់ឬពីរនាក់ទេសម្រាប់ case ខ្មែរយើងដែលជួបណាហើយការព្យាបាលនៃជំងឺឆ្អឹងខ្នងគឺមាន5វិធីហ្នឹងដោយសរុបទូទៅទាំងមូលណាមានក្នុង5វិធីហ្នឹងឯងហើយទាក់ទងជាមួយនឹងការវះកាត់នីមួយៗទាក់ទងជាមួយនឹងការគេងទីពេទ្យទាក់ទងជាមួយនឹងតម្លៃក៏វាទៅតាមនឹងដូចគ្នាយើងគេងទីពេទ្យច្រើនយើងវះកាត់បែបខ្នាតធំតម្លៃចៃវាច្រើនដូចគ្នាហើយឱកាសការជាវាឱកាសការវិលត្រឡប់មកវិញហ្នឹងគឺស្ទើរតែគ្មានតែម្ដងប៉ុន្តែទាក់ទងជាមួយនឹងការដុតសូមនិយាយការដុតតិចការដុតទាក់ទងជាមួយនឹងការដុតហ្នឹងបើសិនជាយើងដុតយើងជាលឿនអីលឿនក៏ពិតមែនប៉ុន្តែវាអាចខ្ទង់ប្រហែលជា3ទៅ5ឆ្នាំវាអាចនឹងមានឱកាសក្នុងការឈឺត្រឡប់មកវិញដែរអញ្ចឹងណាអញ្ចឹងបើសិនជាមុននឹងយើងសម្រេចចិត្តថាប្រើវិធីមួយណាខ្ញុំរាប់ពីដុតហើយនឹងចោះវះកាត់3វិធីហ្នឹងណាមុននឹងសម្រេចចិត្តចូលគិតឲ្យបានច្បាស់លាស់ជួនកាលយើងគ្រាន់តែគិតថាអូខេវាធូរថ្លៃវាហានិភ័យទៀតយើងយកអាហ្នឹងប៉ុន្តែចង់3 4ឆ្នាំក្រោយវាឈឺអាហ្នឹងមកវិញទៀតយើងទៅដុតអញ្ចឹងទៀតឈឺអាហ្នឹងទៀតយើងដុតអញ្ចឹងទៀតអញ្ចឹងអាចធ្វើឲ្យយើងខាតបង់ពេលវេលាយ៉ាងច្រើនចំណាយលុយក៏យើងច្រើនជាងមុនប៉ុន្តែបើយើងសម្រេចចិត្តថាយើងចោះតែម្ដងអាហ្នឹងវាល្អព្រោះឱកាសក្នុងការវិលត្រឡប់មកវិញវាស្ទើរតែគ្មានណា